បាទជំរាបសួរលោកលីណូសូមគោរពទៅដល់ប្រិមត្តទូរទស្សន៍ជនដែលកំពុងតែធ្វើការតាមដានការផ្សាយផ្ទាល់នៅពេលរសៀលថ្មនេះផងដែរបាទអរគុណណាស់លោកសុជាតិអាកាសធាតុនៅស្វាយរៀងរសៀលស្មើនេះយ៉ាងណាដែរបាទសម្រាប់ធាតុអាកាសនៅក្នុងខេត្តស្វាយរៀងបាទជាពិសេសនៅក្នុងក្រុងស្វាយរៀងផ្ទៃមេឃសតុំមែនទែនបាទប៉ុន្តែមិនទាន់ធ្លាក់ភ្លៀងទេបាទអរគុណហើយសម្រាប់កម្មវិធីយើងនៅរសៀលនេះលោកមានព័ត៌មានអ្វីដើម្បីផ្ដល់ជូនប្រិយមិត្តទស្សនិកជនបាទសម្រាប់រសៀលនេះខ្ញុំបានមានព័ត៌មានមួយគឺឯកឧត្តមបណ្ឌិតជ័យសុនបានអញ្ជើញចូលជួបនឹងថ្លែងអំណរគុណដល់សមាជិកសមាជិកាគណៈបកប្រជាជនកម្ពុជានៅក្នុងសង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្តស្វាយរៀងបាទជើញឯកឧត្តមបណ្ឌិតជ័យសុនប្រធានក្រុមការងារគណៈបកប្រជាជនកម្ពុជាជួយសង្កាត់ព្រៃអង្គុញក្រុងបាវិតខេត្តស្វាយរៀងនិងជាបេក្ខជនជាប់ឆ្នោតអ្នកតំណាងរាស្ត្រមណ្ឌលស្វាយរៀងកាលពីចុងសប្តាហ៍កន្លងទៅនេះបានដឹកនាំក្រុមការងារចូលថ្លែងអំណរគុណដល់សមាជិកសមាជិកាដែលបានបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជាកាលពីថ្ងៃទី29ខែកក្កដាឆ្នាំ2018កន្លងទៅនេះនៅក្នុងឱកាសនោះផងដែរឯកឧត្តមក៏បានមានប្រសាសន៍ប្រាប់ដល់សមាជិកគណៈបកប្រជាជនថាគណៈបកប្រជាជនកម្ពុជាយើងទទួលបានជ័យជំនះហើយយុទ្ធនាការដេកផ្ទះឈ្នះឯងសម្រាប់អំរឿនដៃស្អាតរបស់ក្រុមអតីតគណៈបកប្រឆាំងត្រូវបរាជ័យទាំងស្រុងហើយឧត្តមជ័យសុនក៏បានបញ្ជាក់ប្រាប់សមាជិកបកបន្តទៀតថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនាទីការទី6នេះគឺមានប្រជាពលរដ្ឋរបស់ឆ្នោតជាង83%ដូច្នេះការបោះឆ្នោតនេះបានបង្ហាញថាប្រជាពលរដ្ឋមិនបានជឿតាមការញុះញង់របស់ក្រុមអគតិមួយចំនួននោះឡើយគឺពួកគេម្នាក់បានបំពេញកាតព្វកិច្ចជាពលរដ្ឋហើយបានបោះឆ្នោតជូនគណៈបកប្រជាជនកម្ពុជាឈ្នះភ្លុកទឹកភ្លុកដីទូយ៉ាងដូចជាខេត្តស្វាយរៀងដែលគណៈបកប្រជាជនកម្ពុជាទទួលបាន5អាសនៈលើ5អាសនៈអាយដាមបានមានប្រសាសន៍បន្ថែមទៀតថាចាប់ពីពេលនោះតទៅអាណត្តិទី6របស់រដ្ឋាភិបាលនឹងបន្តការងារអភិវឌ្ឍប្រទេសឲ្យមានភាពរីកចម្រើនគ្រប់វិស័យបាទជាពិសេសផ្ដោតសំខាន់ទៅលើវិស័យ4ធំគឺទឹកភ្លើងផ្លូវនិងធនធានមនុស្សមួយវិញទៀតបង្កើនការវិនិយោគបន្ថែមទៀតដើម្បីស្រូបយកកម្លាំងកម្មករកម្មការនេះនឹងមានការងារធ្វើកាន់តែច្រើនឡើងក្នុងការកាត់បន្ថយភាពក្រីក្រជូនទៅដល់ប្រជាពលរដ្ឋនៅក្នុងឱកាសនោះផងដែរឯកឧត្តមបណ្ឌិតជ័យសុនក៏បានថ្លែងអំណរគុណដល់សមាជិកនិងប្រជាពលរដ្ឋទាំងអស់នៅក្នុងសង្កាត់ព្រៃអង្គុញដែលបានអញ្ជើញទៅបោះឆ្នោតឲ្យគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាឈ្នះយ៉ាងភ្លុកទឹកភ្លុកដីហើយក៏សូមឲ្យសមាជិកទាំងអស់នោះបន្តគ្រប់គ្រងគណៈបកប្រជាជនកម្ពុជាគ្រប់អាណត្តិបន្តទៀតជាពិសេសគ្រប់គ្រងសម្ដេចនាយកហ៊ុនសែនធ្វើជានាយករដ្ឋមន្ត្រីហើយឯកឧត្តមបណ្ឌិតជ័យសុននិងក្រុមការងារក៏បានផ្ដល់ជូននៅម៉ូតូមួយគ្រឿងដល់លោកប្រធានគណៈបកប្រជាជនកម្ពុជាសង្កាត់ព្រៃអង្គុញនិងពិធីពិសាបាយសាមគ្គីជាការលើកទឹកចិត្តដល់សមាជិកបកដែលបានចូលរួមនៅក្នុងកម្មវិធីនេះផងដែរបាទមានអ្វីបន្ថែមទេលោកសុជាតិបាទសូមបញ្ជាក់ផងដែរថាចំពោះក្រុមការងារទាំងអស់ដែលសម្រាប់ចុងសប្តាហ៍កន្លងទៅនេះគឺថានៅតាមបណ្ដាភូមិឃុំដែលគាត់ចូលមកកាន់កន្លែងដែលគាត់ចុះទៅតាមមូលដ្ឋានគឺតែងតែថ្លែងអំណរគុណទៅដល់សមាជិកសមាជិកាទាំងអស់ហើយជាពិសេសបងប្អូនប្រជាពលរដ្ឋដែលបានបោះឆ្នោតគ្រប់គ្រងសម្ដេចនាយកធ្វើជានាយករដ្ឋមន្ត្រីសម្រាប់អាណត្តិទី6ហ្នឹងថាត្រូវមានការជឿជាក់ចំពោះការដឹកនាំរបស់សម្ដេចអញ្ចឹងគឺថាបងប្អូនប្រជាពលរដ្ឋយើងក៏បានមើលឃើញអំពីគោលនយោបាយដ៏ត្រឹមត្រូវរបស់រដ្ឋាភិបាលផងដែរសម្រាប់អាណត្តិទី6នៅពេលខាងមុខនេះផងដែរបាទសេចក្តីរាយការណ៍ពីខេត្តស្វាយរៀងមានប៉ុណ្ណេះបាទសូមអរគុណនិងសូមជម្រាបលាបាទ